다음을 듣고 보기와 같이 물음에 맞는 대답을 고르십시오. បាទអញ្ចឹងខ្ញុំសូមធ្វើការបកប្រែនៅអត្ថបទនេះបងប្អូនមើលខាងលើនេះមកសូមស្ដាប់ខាងក្រោមលេខ3ដល់លេខ6ហើយជ្រើសរើសចម្លើយដែលត្រូវនឹងសំណួរដូចនឹងគំរូឧទាហរណ៍បាទអញ្ចឹងខ្ញុំសូមបញ្យល់កន្លែងនេះបន្តិចបាទកន្លែងនេះគឺគេតម្រូវឲ្យយើងធ្វើការស្ដាប់នៅសំណួរដែលគេបានសួរហើយយើងឆ្លើយនៅសំណួរដែលគេបានសួរនោះគន្លឹះដើម្បីទទួលបានពិន្ទុខ្ពស់ក្នុងការប្រឡងយកវិញ្ញាសាស្ដាប់គឺបងប្អូនត្រូវដឹងថាអត្ថបទពីលេខ3ដល់លេខ6នេះជាប្រភេទចម្លើយដែលយើងត្រូវជ្រើសរើសមាន2គឺប្រយោគស្របនិងប្រយោគបដិសេធប្រយោគស្របគឺយើងត្រូវប្រើពាក្យណេហើយប្រយោគបដិសេធគឺយើងប្រើអានីយោអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងទៅស្ដាប់ការឧទាហរណ៍របស់គេដូចតទៅ 보기 밥 먹었어요? 밥 먹었어요? បាទអញ្ចឹងគេបាននិយាយថាម៉េច 밥 먹었어요? 밥 먹었어요? អញ្ចឹងក្នុងអត្ថបទនីមួយៗវិញ្ញាសាស្ដាប់ក្នុងមួយអត្ថបទគឺគេធ្វើការនិយាយចំនួន2ដងឲ្យយើងស្ដាប់ហើយយើងធ្វើការជ្រើសរើសចម្លើយដែលយើងគិតថាត្រឹមត្រូវអញ្ចឹង 밥 먹었어요 មានន័យថាញ៉ាំបាយឬនៅឬក៏តើអ្នកញ៉ាំបាយឬនៅអញ្ចឹងពេលដែលគេសួរបែបហ្នឹងយើងឆ្លើយថាម៉េចយើងឆ្លើយថា 네 먹었어요 បាទខ្ញុំញ៉ាំបាយរួចហើយបាទខ្ញុំញ៉ាំបាយរួចហើយព្រោះគេសួរថាយើងញ៉ាំបាយហើយនៅអញ្ចឹងយើងប្រកាសឆ្លើយទៅវិញថាបាទខ្ញុំញ៉ាំបាយហើយតាបាទខ្ញុំញ៉ាំបាយហើយយើងឆ្លើយណាអញ្ចឹងយើងទៅស្ដាប់ប្រយោគបន្តទៀត 3번 물이 있어요? 물이 있어요? បាទអញ្ចឹងគេសួរថាម៉េច 물이 있어요 បានន័យថាម៉េចតើមានទឹកទេព្រោះប្រយោគនេះគឺប្រយោគគេសួរយើងពី3ដល់លេខ6គឺជាប្រយោគដែលគេសួរយើងទាំងអស់អត់មានប្រយោគនិយាយសន្ទនាទេគឺប្រយោគក្នុងការសួរឲ្យយើងឆ្លើយអញ្ចឹងតួនាទីយើងគឺស្ដាប់សំណួរគេហើយយើងត្រូវឆ្លើយ Muri Itsoyo តើមានទឹកទេគេសួរថាមានទឹកអត់អញ្ចឹងយើងឆ្លើយទៅវិញថាម៉េច 네 Itsoyo បាទមានយើងត្រូវឆ្លើយអញ្ចឹងណា 4번 내일 학교에 가요? 내일 학교에 가요? បាទអញ្ចឹងគេសួរថាម៉េច Neil Hakyoe Kayo Neil Hakyoe Kayo គេសួរថាស្អែកតើអ្នកទៅសាលាទេព្រោះថាប្រយោគនេះគឺជាប្រយោគសួរទាំងអស់ក្នុងអត្ថបទពី3ដល់6ហ្នឹងអញ្ចឹងតួនាទីរបស់យើងគឺស្ដាប់ការសួររបស់គេហើយយើងត្រូវតែឆ្លើយនៅសំណួរមួយហ្នឹងអញ្ចឹងបើគេសួរយើងថាស្អែកទៅសាលាអត់ Neil Hakyoe Kayo ស្អែកទៅសាលាអត់អញ្ចឹងយើងត្រូវឆ្លើយថាម៉េចយើងត្រូវឆ្លើយថាយើងមើលប្រយោគយើងមកយើងរើសចម្លើយទី3ចម្លើយទី3 Aniyo Ankayo ទេខ្ញុំមិនទៅទេយើងឆ្លើយបដិសេធដោយសារតែអីបានយើងឆ្លើយបដិសេធព្រោះកន្លែងនេះគឺ Aniyo បើសិនជាប្រើ Aniyo ហើយបានន័យថាកតុយគឺត្រូវតែបដិសេធដូចគ្នាកតុយប្រយោគណា Ankayo មានថាមិនទៅបើក្បាលប្រយោគបដិសេធកតុយប្រយោគក៏ត្រូវតែបដិសេធដែរហើយងាយស្រួលក្នុងការចំណាំថាគេសួរថាម៉េចមិនចាំបាច់ដល់ចេះប្រយោគអស់ហើយ Neil Hakyoe Kayo ប្រយោគគេនិយាយថាម៉េច Kayo បានន័យថារឿងដែលគេហៅថារឿងអនាគតកាលណាគេសួរអញ្ចឹងការឆ្លើយរបស់យើងគឺយើងត្រូវតែឆ្លើយ Kayo ដូចគ្នាទម្រង់ Kayo ដូចគ្នាគេសួរ
hakyoe kayo neil hakyoe kayo អញ្ចឹងកតុយ kayo ចម្លើយក៏ត្រូវតែមាន kayo ដែរយើងទៅចម្លើយបន្តទៀត 몇 시에 만날까요? 몇 시에 만날까요? បាទអញ្ចឹងប្រយោគនេះគេសួរថាម៉េច Myot CA Manalkayo Myot CA Manalkayo គេសួរថាម៉ោងប្រមាណតើម៉ោងប្រមាណយើងជួបគ្នាតើម៉ោងប៉ុន្មានយើងជួបគ្នាអញ្ចឹងចំណុចកន្លែងនេះបងប្អូនត្រូវកលេចមើលចម្លើយគឺលេខ 4 ហេតុអីបានយើងយកលេខ 4 ដោយសារគេសួរយើងថាចំណុចដែលយើងត្រូវគន្លឹះដែលយើងត្រូវយកពិន្ទុឲ្យបានខ្ពស់នៅកន្លែងនេះគឺសំខាន់ណាស់ណាគេសួរថាម៉េច Myot CA គេសួរអំពីអីអំពីម៉ោងអញ្ចឹងចម្លើយប្រកាសជាតកតងនឹងម៉ោងអញ្ចឹងបងប្អូនមើលកន្លែងថាសត CA ឃើញម៉ោងឯងពាក្យថាសត CA ហ្នឹងនៅម៉ោង 5 អញ្ចឹងបងប្អូនត្រូវចំណាំកន្លែងហ្នឹងកាលណាគេសួរ Myot C តកតងនឹងម៉ោងបានន័យថាចម្លើយក៏ត្រូវតែតកតងនឹងម៉ោងដូចគ្នាអត់មានយកអីផ្សេងខុសពីហ្នឹងទេកន្លឹះក្នុងការចំណាំគឺកន្លែងហ្នឹងយើងនឹងទទួលបានពិន្ទុខ្ពស់ក្នុងការស្ដាប់នៅវិញ្ញាសាប្រឡងហ្នឹងបាទអញ្ចឹងកុំឲ្យខាត់ពេលយើងទៅវគ្គបន្តទៀត 6번 무슨 운동을 좋아해요? 무슨 운동을 좋아해요? បាទអញ្ចឹងគេសួរយើងថាម៉េច Musun Untongul Choaheyo តើអ្នកចូលចិត្តប្រភេទកីឡាអ្វីគេសួរណាអញ្ចឹងចម្លើយដែលយើងត្រូវឆ្លើយគឺលេខ 4 Suyongul Choaheyo ហេតុអីបានយើងយកលេខ 4 Suyongul Choaheyo មានន័យថាម៉េចខ្ញុំចូលចិត្តហាលទឹកហេតុអីបានយើងយកចម្លើយលេខ 4 ដោយសារតែគេសួរអំពីចំណង់ចំណូលចិត្តរបស់យើង Musun Untongul Choaheyo យើងចូលចិត្តប្រភេទកីឡាអីគេអញ្ចឹងតម្រងយើងត្រូវដឹងចំណុចកន្លឹះកន្លែងនេះដើម្បីយកនៅចម្លើយទទួលបានពិន្ទុខ្ពស់ក្នុងវិញ្ញាសាស្ដាប់គឺមិនចាំបាច់ចេះគ្រប់ពាក្យទេសំខាន់ចំណុចកន្លែងនេះគឺគេបញ្ចប់ដោយប្រយោគសួរអំពីគេ Choaheyo អញ្ចឹងចម្លើយប្រកាសជាតកតងនឹង Choaheyo ដូចគ្នានេះហើយជាកន្លឹះដើម្បីយកពិន្ទុខ្ពស់ក្នុងវិញ្ញាសាស្ដាប់មិនចាំបាច់ចេះតលតែគ្រប់ពាក្យទេខ្ញុំសូមសង្ខេបបន្តិចចំណុចកន្លែងនេះគឺអត្ថបទគឺមានពីលេខ 3 ដល់លេខ 6 ឲ្យយើងធ្វើការស្ដាប់ហើយយើងស្ដាប់សំណួរដែលគេសួរយើងតួនាទីក្នុងការឆ្លើយក្នុងអត្ថបទពី 3 ដល់លេខ 6 នេះគឺតកតងនឹងប្រយោគបដិសេធនិងប្រយោគស្របចម្លើយដែលយើងឆ្លើយណាចម្លើយបដិសេធនិងចម្លើយស្របហើយរឿងដែលយើងត្រូវតែចាប់ឲ្យទាន់ដូចខ្ញុំបញ្យល់អញ្ចឹងគឺតម្រងវេយ្យាករណ៍កតុយគេសួរអំពីអីគេអំពីអតីតកាលអនាគតកាលឬក៏គេសួរតកតងនឹងកតុយដូចគ្នាចម្លើយប្រកាសជាដូចគ្នាតោះនេះបងប្អូនបើសិនជាយើងឆ្លើយស្របប្រយោគកតុយគឺត្រូវតែស្របបើយើងឆ្លើយបដិសេធកតុយក៏ត្រូវតែកតុយបដិសេធដែរបាទតន់កន្លែងហ្នឹងឯងបងប្អូនអញ្ចឹងក្នុងអត្ថបទនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀតសង្ឃឹមថាបងប្អូនស្ដាប់ហើយយល់កន្លែងណាដែលមិនយល់បងប្អូនអាចធ្វើការ comment នៅក្នុងវីដេអូនេះដើម្បីសួរសំណួរខ្ញុំនឹងធ្វើការឆ្លើយជូនបងប្អូនបន្តទៀតកុំភ្លេច Subscribe Channel ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណបាយបាយ